điệp xuaของប្អូនទាំងអស់សួស្តីមិត្តភ័ក្តិដែលបានអូសមកឃើញคลิปនេះថ្ងៃនេះយើងដើរផងជជែកគ្នាលេងផងអំពីរឿងសុខភាពក្នុងការដែលយើងហាត់ប្រាណហ្នឹងថ្ងៃនេះខ្ញុំមកដើរនៅក្នុងសួនក្បែរផ្ទះរបស់ខ្ញុំរស់នៅហ្នឹងឥឡូវនេះប្រហែលជាម៉ោង5ល្ងាចតែនៅក្តៅបងប្អូននៅក្តៅខ្លាំងឥឡូវនេះយើងមកជជែកគ្នាលេងអំពីផលប្រយោជន៍ខ្លះដែលយើងហាត់ប្រាណជាប្រចាំហ្នឹងវាបានជួយអីខ្លះក៏ដូចជាការពារអីខ្លះដែលមានការបញ្ជាក់ច្បាស់អីនៅក្នុងតាមលោកគ្រូពេទ្យមួយក៏គាត់ក៏បានណែនាំតែងតែណែនាំរឿងការហាត់ប្រាណហ្នឹងគឺវាមានប្រយោជន៍ច្រើនដោយយើងមិនចាំបាច់ទៅទិញថ្នាំឬក៏ប្រើវិធីផ្សេងដែលនៅមួយប៉ះពាល់ដល់សុខភាពរបស់យើងហ្នឹងការហាត់ប្រាណជាញឹកញាប់ហ្នឹងគឺយើងចំណាយពេលតែមួយថ្ងៃតែ20នាទីឬក៏30នាទីក៏បានបងប្អូនមិនចាំបាច់ច្រើនហើយយើងដើរក៏បានដែរមិនបាច់រត់ក៏បានគ្រាន់តែយើងដើរក៏បានឲ្យបានជាញឹកញាប់ជាប្រចាំក្នុងមួយអាទិត្យឲ្យបានយ៉ាងតិចក៏5ថ្ងៃអញ្ចឹងវាអាចជួយច្រើនការពារមិនថារោគលើសឈាមរោគលើសជាតិខ្លាញ់លើសជាតិស្ករហើយក៏ដូចជាជំងឺផ្សេងទៀតដែលយើងក្នុងខ្លួនយើងគឺវាធ្វើឲ្យសរសៃឈាមយើងវាដើរបានរបបនៅក្នុងខ្លួនយើងវាដើរសពអញ្ចឹងកាលណាយើងហាត់ប្រាណទៅវាធ្វើឲ្យឈាមយើងវាដើរស្រួលចំណាយពេលតែមួយថ្ងៃតែ20ទៅ30នាទីហ្នឹងគឺវាមានផលល្អដល់សុខភាពយើងច្រើនព្រោះសប្តាហ៍ថ្ងៃហ្នឹងមនុស្សជាច្រើនបានងាកមកមើលថែសុខភាពច្រើនណាស់ហ្នឹងឯងដោយការហាត់ប្រាណដោយវិធីផ្សេងអញ្ចឹងណាគឺដោយបងប្អូនដឹងស្រាប់ហើយថាសប្តាហ៍ថ្ងៃវាមានការប៉ះពាល់ច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងជាពិសេសគឺការហូបចុករបស់យើងគឺវាមានការផ្សំគ្រឿងផ្សេងដែលយើងមិនដឹងថាវាប៉ះពាល់ស្អីខ្លះទៅក្នុងខ្លួនយើងហ្នឹងហើយយើងមកធ្វើឲ្យមនុស្សយើងជាច្រើនងាកមកមើលថែសុខភាពដោយការហាត់ប្រាណថ្ងៃណាក៏រត់ថ្ងៃណាក៏ដើរថ្ងៃនេះក្តៅបងប្អូនក្តៅខ្លាំងក្តៅចូលដល់រដូវក្តៅហើយខែ3ខែ4ចូលឆ្នាំហ្នឹងគឺក្តៅខ្លាំងយើងដើរតាមួយថ្ងៃតា20ទៅ30នាទីក៏បានបងប្អូនមិនចាំបាច់រត់ក៏បានដែរបើបងប្អូនណាមានសមត្ថភាពរត់តិចក៏រត់ទៅខ្ញុំថ្ងៃណាក៏រត់ថ្ងៃណាក៏ដើរយើងមិនបាច់ប្រើចំណាយប្រាក់កាសទៅទិញថ្នាំឬក៏ទិញរបស់ផ្សេងមកការពារខ្លួនរបស់យើងទេព្រោះវាកាលណាយើងលេបថ្នាំលេបអីទៅវាប៉ះពាល់ទៅក្នុងរូបផ្សេងទៀតក្នុងខ្លួនរបស់យើងថ្ងៃហ្នឹងក៏ចង់មកនិយាយប៉ុណ្្នឹងឯងថ្ងៃក្រោយចាំយើងមកជជែកគ្នាលេងទៀតសូមបាយទាំងអស់គ្នាសូមឲ្យបងប្អូនរក្សាសុខភាពរបស់គ្នាថ្ងៃក្រោយយើងមកជជែកគ្នាលេងទៀតសូមឲ្យសុខភាពល្អទាំងអស់គ្នាបាយ